គ្រប់ជំរាបសួរក៏សូមសួស្តីទៅកាន់ពុកម៉ែបងប្អូនអរគ្នានៅក្នុងសហរដ្ឋអាមេរិកថ្ងៃនេះគឺថ្ងៃទី27ខែកក្កដាឆ្នាំ2026ឯងបងប្អូនដែលឡែកបងប្អូននៅក្នុងស្រុកខ្មែរគឺថ្ងៃទី28ហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការនិយាយតាក់ទងជាមួយនឹងការវិលត្រឡប់ទៅរស់នៅក្នុងស្រុកខ្មែរវិញណាបងប្អូនអរគ្នាដោយសារតាមមួយរយៈនេះគឺខ្ញុំសង្កេតឃើញថាមានពុកម៉ែបងប្អូនច្រើនដែលគាត់វិលត្រឡប់ទៅរស់នៅស្រុកខ្មែរវិញហើយមានអ្នកខ្លះអត់ទាន់ទៅរស់នៅទេប៉ុន្តែគាត់ទៅស៊ើបអញ្ចឹងណាហើយអ្នកខ្លះទៀតគាត់ទៅលេងហើយខ្ញុំនឹងនិយាយបកស្រាយថាហេតុអីពួកគាត់ត្រឡប់ទៅរស់នៅស្រុកខ្មែរវិញសម្រាប់គំនិតរបស់ខ្ញុំអ្វីដែលខ្ញុំមើលឃើញណាបងប្អូនអរគ្នាគឺភាគច្រើនគាត់មានវ័យខ្ទង់60ទៅ70ឆ្នាំដែលមានន័យថាពួកគាត់ទាំងអស់ហ្នឹងគឺគាត់ចូលនិវត្តន៍ហើយភាគច្រើនខ្ញុំជឿជាក់ថាគាត់មករស់នៅសហរដ្ឋអាមេរិកនេះគឺយូរឆ្នាំហើយបងប្អូនអរគ្នាអាចចូល40ទៅ50ឆ្នាំហើយមានអ្នកខ្លះគឺអាចមកតាំងពីមុនជំនាន់ប៉ុលពតក៏មានដែរហើយអ្នកខ្លះទៅក្រោយជំនាន់ខ្មែរក្រហមអីចឹងទៅអាចខ្ទង់80ស្ដើងអីចឹងទៅបងប្អូនអរគ្នាអញ្ចឹងមកដល់ឥឡូវនេះគឺគាត់នឹងមានវ័យខ្ទង់ប៉ុណ្ណឹងហើយបងប្អូនអាច60ក្រាស់ឬក៏អាច70ក្រាស់អញ្ចឹងទៅក៏ប៉ុន្តែក៏មានបងប្អូនមួយចំនួនទូចដែលគាត់ទៅមកនៅស្រុកខ្មែរហើយគាត់ត្រឡប់ទៅវិញដែរបងប្អូនអរគ្នាជាពិសេសគឺអ៊ំពូមីងដែលគាត់មានអាយុខ្ទង់40ទៅ50ឆ្នាំហ្នឹងមានអ្នកខ្លះគឺគាត់នៅបានត្រឹម1ឆ្នាំឬក៏2 3ខែក៏គាត់អាចត្រឡប់ទៅរស់នៅស្រុកខ្មែរវិញដែរអ៊ំពូមីងដែលគាត់មករស់នៅសហរដ្ឋអាមេរិកនេះយូរឆ្នាំហើយគាត់ចូលនិវត្តន៍ខ្ញុំគិតថាសឹងតា70ទៅ80%ឯងដែលជីវិតគាត់ជោគជ័យហើយជោគជ័យនេះគឺខ្ញុំចែកចេញជាពីរទី1គឺគាត់ជោគជ័យនៅក្នុងបុគ្គលខ្លួនឯងផ្ទាល់មានន័យថាគាត់ជោគជ័យនៅក្នុងឆាកជីវិតរបស់គាត់បងប្អូនអរគ្នាគឺគាត់ធ្វើការបានយូរឆ្នាំហើយគាត់មួយទៀតគឺគាត់មានផ្ទះអ្នកខ្លះមាន business 2 3កន្លែងហើយអ្នកខ្លះគឺសល់លុយអាចសល់លុយច្រើនដែរបងប្អូនអរគ្នាហើយមានអ្នកខ្លះទៀតទោះបីជាគាត់មិនជោគជ័យខ្លាំងក៏គាត់អាចយករួចខ្លួនបានហើយខ្ញុំជឿថាគាត់នឹងសល់លុយដែលអាចចិញ្ចឹមខ្លួនគាត់ណាបងប្អូនអរគ្នាកំឡុងពេលដែលគាត់ចូលនិវត្តន៍ហ្នឹងហើយភាពជោគជ័យទី2របស់ពួកគាត់គឺខ្ញុំគិតថាគាត់ជោគជ័យទៅលើក្រុមគ្រួសាររបស់ពួកគាត់បងប្អូនអរគ្នាជាពិសេសគឺកូនរបស់ពួកគាត់អាចរៀនបានខ្ពង់ខ្ពស់ខ្ញុំគិតថាយ៉ាងហោចណាស់ក៏ចប់ទៅដល់ Master Degree ដែរហើយមានអ្នកខ្លះគឺអាចចប់ PhD ក៏មានដែរហើយពេលដែលរៀនចប់បងប្អូនដឹងស្រាប់ហើយនៅស្រុកនេះគឺអាចរកប្រាក់ខែបានច្រើនណាស់មានអ្នកខ្លះគាត់ធ្វើ Doctor មានអ្នកខ្លះធ្វើជា Pilot មានអ្នកខ្លះធ្វើជា Nurse មានអ្នកខ្លះធ្វើជា Engineer ជាដើមជាងទៅបងប្អូនអរគ្នាអញ្ចឹងពេលហ្នឹងហើយគាត់ជាឪពុកម្ដាយគេគាត់នឹងមានមោទនភាពហើយគាត់នឹងមានទំនុកចិត្តពេលដែលគាត់ចូលនិវត្តន៍ណាបងប្អូនអរគ្នាគឺគាត់គិតថាកូនគាត់នឹងមានអនាគតល្អប្រសើរហើយទាំងអស់នេះហើយវាជាគុណសម្បត្តិមួយជំរុញឲ្យគាត់ត្រឡប់ទៅរស់នៅស្រុកខ្មែរវិញដោយគាត់មិនសូវខ្វល់ខ្វាយណាបងប្អូនអរគ្នាក៏ប៉ុន្តែក៏មានបងប្អូនមួយចំនួនដែលខ្ញុំលើកឡើងមិញហ្នឹងគឺគាត់មកបានថា2 3ខែឬក៏1ឆ្នាំអីគាត់ត្រឡប់ទៅស្រុកខ្មែរវិញបងប្អូនទាំងអស់ហ្នឹងក៏យើងអាចចាត់ទុកថាគាត់ជោគជ័យប៉ុន្តែក៏មិនអាចចាត់ទុកថាគាត់បរាជ័យដែរបងប្អូនអរគ្នាព្រោះវាជា challenge មួយវាជាដំណើរជីវិតមួយដែលគាត់ត្រូវតែជួបត្រូវតែ challenge វាបងប្អូនអរគ្នាប៉ុន្តែមានអ្នកខ្លះគឺគាត់អាចទ្រាំបានអញ្ចឹងទៅក៏គាត់ត្រឡប់ទៅស្រុកខ្មែរវិញលឿនអញ្ចឹងទៅបងប្អូនជាពិសេសអ៊ំពូមីងដែលគាត់ធ្លាប់ទៅនៅស្រុកខ្មែរ30-40ឆ្នាំហើយឲ្យនៅស្រុកឲ្យគាត់មកនៅស្រុកអាមេរិកធ្វើការអញ្ចឹងទៅគាត់ពិបាកភាសាណាមួយបងប្អូនដឹងស្រាប់ហើយខ្ទង់30-40ឆ្នាំ50ឆ្នាំហ្នឹងគឺគាត់រៀនអង់គ្លេសលេងចូលហើយរៀនអីក៏លេងចូលដែរបងប្អូនអរគ្នាណាមួយភាសាខ្មែរយើងគឺដកជាប់ក្នុងគូក្បាលគាត់យូរពេកណាបងប្អូនហើយទលាមទលាប់ខ្មែរយើងរបៀបរបបនៃការម្ហូបអាហារចំណីចំណុកក៏ដូចជាអាកាសធាតុនិងរបៀបរបបរស់នៅហ្នឹងគឺគាត់ស៊ាំនៅទីនោះហើយអញ្ចឹងក៏មកដល់សហរដ្ឋអាមេរិកភ្លាមគឺគាត់អាចសម្របខ្លួនទៅនឹងបរិស្ថានទាំងអស់ហ្នឹងបានក៏គាត់ត្រឡប់ទៅនៅស្រុកខ្មែរវិញមានបងប្អូនមួយចំនួនដែរបងប្អូនអរគ្នាគឺมันប្រកាសថាពួកគាត់រស់នៅសហរដ្ឋអាមេរិកនេះយូរឆ្នាំអញ្ចឹងហើយគាត់នឹងត្រឡប់ទៅរស់នៅស្រុកខ្មែរវិញទេបងប្អូនដោយសារតែផ្នត់គំនិតមនុស្សម្នាក់ការគិតមនុស្សម្នាក់អត់ដូចគ្នាទេមានអ្នកខ្លះគាត់គិតថាគាត់នៅនេះគាត់មានកូនគាត់មានចៅគាត់ចង់នៅជុំកូនជុំចៅអញ្ចឹងទៅណាបងប្អូនអរគ្នាហើយអ្នកខ្លះទៀតគាត់គិតថាទៅនៅស្រុកខ្មែរវាឯកាណាបងប្អូន
គាត់អត់មានបងប្អូនអត់មានអ៊ំអត់មានពូអត់មានមីងឬក៏អត់មានកូនអីនៅជាមួយអញ្ចឹងទៅគាត់ឯកាគាត់ចង់ចាប់ផ្ដើមសាមីទេព្រោះគាត់បានចាប់ផ្ដើមជីវិតនៅសហរដ្ឋអាមេរិកនេះវាម្ដងហើយចឹងគាត់ចង់ត្រឡប់ក្រោយទេមួយទៅគាត់គិតថាអាយុរបស់ពួកគាត់ហ្នឹងគឺរៀងជ្រេដែរហើយគាត់គិតថាអនាគតទៅគាត់អាចនឹងពឹងផ្អែកទៅលើពេទ្យដែលរៀងខ្លាំងហើយគាត់ចង់មានការរស់នៅមួយដែលស្អាតស្អំណាបងប្អូនទាំងគ្នាហើយគាត់ស៊ាំនៅក្នុងការរស់នៅសហរដ្ឋអាមេរិកហើយគាត់គិតថាគាត់អាចរស់នៅបានអញ្ចឹងក៏គាត់សម្រេចចិត្តថាមិនទៅនៅស្រុកខ្មែរក៏មានដែរបងប្អូនទាំងគ្នាមិនមែនមានន័យថាបងប្អូនគ្រប់គ្នាទាំងអស់គឺគាត់សម្រេចចិត្តទៅនៅស្រុកខ្មែរទេហើយនេះជាការសម្រេចចិត្តរបស់ពួកគាត់បងប្អូនទាំងគ្នាគឺយើងអាចបខំបានទេមនុស្សម្នាក់គឺមានផ្នត់គំនិតគោលបំណងគោលដៅផ្សេងគ្នាហើយនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាហើយបងប្អូនគិតមិនដែរសម្រាប់ការទៅរស់នៅក្នុងស្រុកខ្មែរវិញបងប្អូនមានបំណងថាចង់ទៅរស់នៅស្រុកខ្មែរវិញឬក៏បន្តរស់នៅក្នុងសហរដ្ឋអាមេរិកនេះជួយខមមិនប្រាប់ខ្ញុំផងហើយអរគុណបងប្អូនមែនតើសម្រាប់ការទស្សនាហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀត